ពូផ្លូវខាងមុខនោះអង្គុយឲ្យរឹងខ្លួនទៅពូដែកសន្លឹកមូលនេះមួយដុំ12តោនដឹករបស់បែបនេះខ្លាចបំផុតគឺការជាប់ដែកនេះរមៀលឡានទាំងមូលនឹងក្រឡាប់ជាក់ជាមិនខានធ្វើមិនទៅមិនអីទេប្រកាសជាមិនអីទេពូបើកឡានបានយូរប៉ុណ្ណាហើយ10ឆ្នាំចុះពូធ្លាប់រត់ផ្លូវបែបនេះទេធ្លាប់រត់ផ្លូវដែលគ្រោះថ្នាក់ជាងនេះទៅទៀតចុះមិនក៏ពូមិនខ្លាចមិនខ្លាចវាមានន័យអីដល់ពេលទៅរត់ក៏នៅតែទៅរត់ដដែលភ្លៀងរឹតតែធ្លាក់ខ្លាំងឡើងហើយផ្លូវខាងក្រោយនោះប្រហែលជារឹតតែពិបាកដែរត្រូវតែដល់ដោយសុវត្ថិភាពលោកគ្រូចិនពូកែណាស់លោកថៅកែទឹកទំនិញដល់ហើយល្អបងប្រុសខ្ញុំដឹងតាំងពីដើមថាអ្នកធ្វើបាបលើមួយនេះខ្ញុំរកអ្នកបើកបរជាច្រើនអ្នកហើយតែគ្មានអ្នកណាហ៊ានបើកទេតែអ្នកទេដែលអាចធ្វើបាបរឿងថ្លៃឈ្នួលអ្នកជាអ្វីទៅមិនបាត់បង់របស់អ្នកទេខ្ញុំឲ្យកូនប្រុសខ្ញុំទៅទទួលទំនិញអ្នកប្រកូលទំនិញឲ្យគេទៅបានហើយខ្ញុំឲ្យគេវេលលុយឲ្យអ្នកតើប្រហែលពេលណាទើបគេមកដល់គេនៅក្បែរនេះទេប្រហែល20នាទីទៀតលោកគ្រូចិនតើអ្នកចរចាជាមួយថៅកែចាំងយ៉ាងម៉េចខ្លះ4សែនអញ្ចឹងប្រយ័ត្នខ្លួនផងអ្នកចង់មានន័យថាម៉េចអ្នកបើកឡានកំប៉ុកនេះចុះមកមែនទេឡាននេះប្រើបានប្រហែលឆ្នាំហើយ5ឆ្នាំគួរតែលក់អេតចាយយូរហើយមិនមែន Rangshell ផ្លូវមិញនេះពិតជាគ្រោះថ្នាក់មែនខ្ញុំសួរអ្នកឬរឿងផ្លូវតាមមាត់ជ្រូហ្នឹងប៉ាខ្ញុំប្រាប់ថាគាត់ផ្ទេរលុយឲ្យអ្នកហើយទៅពិនិត្យមើលទៅអ្នកចង់មានន័យថាម៉េចប៉ារបស់អ្នកសន្យាថាសង4សែនអ្នកកំពុងតែនិយាយលេងសាច់មែនទេត្រឹមអ្នកនឹងជីឡានចាស់កញ្ចាស់បើកផ្លូវលំបាកហើយចង់បាន4សែនមែនទេអ្នកស្មានថាខ្លួនឯងមានតម្លៃដល់តែឯងមែនទេខ្ញុំមានរឿងត្រូវនិយាយជាមួយគាត់ខ្ញុំមិនទំនេរមកខ្វល់នឹងឯងទេអញ្ចឹងខ្ញុំនឹងឡើងទៅរកគាត់ដោយខ្លួនឯងទៅរកអ្នកណាក៏គ្មានប្រយោជន៍ដែរចុះកិច្ចសន្យាណាអញមានកិច្ចសន្យាមែនទេមានសរសេរជាលីលែកអក្សរអត់យក250នេះទៅយកមិនយកក៏ស្រេចតែចិត្តម៉េចមិនសុខចិត្តមែនទេបើមិនសុខចិត្តក៏ទៅសាក់លបងមើលថាមានអ្នកណាស្ដាប់អញអត់ខ្ញុំប្រាប់ឲ្យដឹងណាកុំមកបង្កបញ្ហានៅទីនេះទៀតបាក់បោដូចឯងខ្ញុំឃើញច្រើនណាស់ហើយឲ្យ250នឹងគឺច្រើនខ្លាំងហើយ250នឹងខ្ញុំចាំទុកហើយ4សែនប្រែជា$250ទៅវិញម្ដាយខ្ញុំកំពុងដេកនៅពេទ្យរងចាំលុយនេះដើម្បីសង្គ្រោះជីវិតរឿងនេះមិនទាន់ចប់ត្រឹមនេះទេសាងជៀនគូឯងមានន័យថាម៉េចចង់លេងសាច់នឹងខ្ញុំមែនទេបងប្រុសមកដល់ហើយតើអង្គុយសិនមកញ៉ាំតែសិនទៅខ្ញុំសួរតែមួយម៉ាត់ទេលុយណែណានិយាយអញ្ចឹងលោកឆឹងតបរហ័សធ្វើអីខ្ញុំសាងជៀនគូនិយាយពាក្យណាគឺពាក្យហ្នឹងខ្ញុំថានឹងឲ្យគឺមិនឲ្យខ្វះ1សេនទេ4សែនបើកឲ្យឥឡូវនេះមកគឺថាកូនប្រុសខ្ញុំទៅយកផ្លៃដឹកជញ្ជូនកាលពីម្សិលគេមិនបានឲ្យអ្នកទេឲ្យហើយឲ្យតែ250យន្ត250នឹងណាអាពើនេះពិតជាខ្ញុំបាននិយាយថាឲ្យ40,000យន្តមិនក៏គេឈប់សម្ដែងល្ខោនទៅសាងជៀនគូ250យន្តនេះឯងមើលងាយខ្ញុំដូចសុំទានឬយ៉ាងណាប្អូនប្រុសកុំនិយាយអីចឹងចុះការងារមួយហ្នឹងអញគិតថាវាមានតម្លៃដល់40ពេលដែលលោកឲ្យខ្ញុំទៅដឹកទំនិញលោកមិនបាននិយាយបែបនេះទេពេលនោះគឺពេលនោះឥឡូវនេះគឺឥឡូវនេះទីផ្សារវាប្រែប្រួលហើយទីផ្សារវាប្រែប្រួលទៅហើយផ្លូវភ្នំដែលខ្ញុំយកជីវិតទៅបដូរនោះឥឡូវអ្នកមកនិយាយដាក់ខ្ញុំថាទីផ្សារប្រែប្រួលផ្លូវនឹងវាពិបាកត្រង់ណាទៅខ្ញុំរកអ្នកបើកបរណាដែលមកជំនួសក៏បានដែរឲ្យ$250ទៅបានហើយខ្ញុំឲ្យប៉ុណ្ណឹងក៏ព្រោះតែឃើញថាអ្នកនឿយហត់នឹងការងារនេះដែរបានហើយកុំរករឿងទៀតអីខ្ញុំបន្ថែមឲ្យ2000ទៀតរឿងនេះចប់ត្រឹមនឹងទៅខ្ញុំត្រូវការ4សែនរឿងគ្មានកិច្ចសន្យាបែបនេះអ្នកទៅប្តឹងនៅឯណាក៏គ្មានបានការដែរ2000នឹងយកអត់អូនៅមកទាវលុយទៀតហើយពុកខ្ញុំផ្ដោមុខឲ្យអញពេកហើយមែនទេឆេនលូប្រាប់ឲ្យដឹងណាគ្រាន់តែជាអ្នកបើកឡានដឹកទំនិញចាស់ម្នាក់ប៉ុណ្ណោះកុំធ្វើខ្លួនឲ្យគេស្អប់ពេកតើលុយនឹងឲ្យឬមិនឲ្យឆ្លងមែនទេអត់មានកិច្ចសន្យាតើអញចង់បានអ្វីទៀតចង់ឲ្យខ្ញុំឲ្យសន្តិសុខមកបណ្ដេញអញចេញមែនទេខ្ញុំកំពុងនិយាយជាមួយឪពុកឯងជាអ្នកណាខ្ញុំសួរឯងជាលើកចុងក្រោយលុយនេះតើឯងឲ្យឬមិនឲ្យហេខ្ញុំមិនឲ្យហើយមិនដែរអាមនុស្សកំសាកឯងចង់ធ្វើអ្វីចាំមើលទាំងអស់គ្នាម៉ាក់ថ្ងៃនេះម៉ាក់មានអារម្មណ៍យ៉ាងណាដែរ
បាក់មិនអីទេតែមើលទៅកូនវិញទេមុខមាត់ស្លេកស្លាំងណាស់យប់មិញគេមិនលក់មែនទេធ្វើដំណើរតាមផ្លូវមានបញ្ហាអ្វី គ្មានទេ យប់មិញម៉ែយល់សពឃើញកូនយល់សពឃើញកូនបើកឡានធ្លាក់ចូលជ្រោះ យល់សប្គឺវាផ្ទុយពីការពិតទេម៉ែ ម៉ែដឹងហើយតែម៉ែនៅតែខ្លាច ម៉ែទុកចិត្តការបើកបររបស់កូនទៅ ចុះថៅកែនោះគាត់ទម្លាក់លុយឲ្យស្រួលបួទេ គ្រប់គ្រាន់សម្រាប់ព្យាបាលជំងឺម៉ែ គ្រប់គ្រាន់បានហើយកុំធ្វើការហត់ពេកកូនទៅផ្ទះវិញទៅនៅនេះម៉ែមិនអីទេ កូននៅលេងជាមួយម៉ែបន្តិចទៀតសិន កូននៅទីនេះម៉ែក៏ដេកមិនលក់ដែរម៉ែចង់និយាយលេងជាមួយកូនរហូត បាទបើអីចឹងកូនទៅវិញហើយ បើកឡានប្រយ័ត្នប្រយែងផងកូន បានហើយប៉ុណ្ណឹងបានហើយធ្វើបាបខ្លួនឯងផ្លូវដើមខ្ញុំឈ្មោះគូយន្តជោលីថាចាងជៀនគូជំពាក់លុយអ្នក4សែនអ្នកដឹងរឿងនេះបានយ៉ាងម៉េចឯម៉ោង10ព្រឹកហាងតែចាស់នៅទីខាងត្បូងក្រុងខ្ញុំរងចាំអ្នកឈឿនលូសាក់មើលទៅតែទីនេះឆ្ងាញ់ណាស់ខ្ញុំឈ្មោះគូយន្តជោអ្នករកស៊ីដែកថែបអ្នកស្គាល់ខ្ញុំបានយ៉ាងម៉េចខ្លាំងនៅបាត់រណ្ដៅមនុស្សរបស់ខ្ញុំឃើញអ្នកដឹកទំនិញទៅទីនោះតែខ្សាច់4រមូមួយរមូ12តោនផ្លូវដែលកង់ដូចរណ្ដៅជ្រៅថ្ងៃភ្លៀងធ្លាក់អ្នកបើកម្នាក់ឯងចុះមកបែបនេះខ្ញុំធ្វើការងារនេះ15ឆ្នាំហើយអ្នកបើកបរដែលខ្ញុំធ្លាប់ជួបយ៉ាងហោចណាស់ក៏ជិត1000នាក់ដែរអ្នកដែលអាចរត់លើផ្លូវនោះបានមានតែអ្នកម្នាក់នេះឯងអ្នកហៅខ្ញុំមកមិនមែនគ្រាន់តែដើម្បីសរសើរខ្ញុំទេមែនទេរ៉េនជាងគោជំពាក់លុយអ្នក4សែនយន្តបាទមានកិច្ចសន្យាទេគ្មានទេមានកំណត់ត្រាសម្លេងទេមានចុះកាមេរ៉ាជាប់រថយន្តវិញខ្ញុំបានបើកវាផូស្តាងមានគ្រប់គ្រាន់ហើយតែលោកឈ្នះក្តីគេមិនបានទេមិនមែនមកពីយើងខុសទេមកពីយើងគ្មានពេលប្តឹងផ្ដោតជាមួយគេបើប្តឹងគ្នាតម្រាំតែចប់កន្លះឆ្នាំតើម៉ែលោករងចាំដល់ពេលនោះបានទេខ្ញុំមិនមែនមកគំរាមលោកទេគឺខ្ញុំមកជួយលោកវិញទេជួយបែបណាធ្វើឲ្យគេលែងអាចរស់ក្នុងរង្វង់អាជីវកម្មនេះបានអ្នកដែលត្រូវគេបោកមិនមែនមានតែលោកម្នាក់ទេអ្នកបើកបរជាច្រើនអ្នកទៀតក៏ធ្លាប់ត្រូវគេកេងប្រវ័ញ្ចតែពួកគេសុទ្ធតែព្រមទទួលយកវាសន្យាគ្មានសម្លេងថតពេលគ្មានជំរឿក៏ត្រូវតែទ្រាំតែលោកខុសពីគេលោកមានភូស្តាងក្នុងដៃម្យ៉ាងទៀតលោកមិនខ្លាចនឹងចំណាយចុះលោកដឹងបានមិនថាខ្ញុំមិនខ្លាចបើលោកខ្លាចពិតមែននោះបើមិនមកថ្ងៃនេះទេក៏មិនមកទៀតដែរតើអ្នកក្នុងវិស័យនេះខ្លាចអ្វីជាងគេខ្លាចខូចឈ្មោះចាងជាងគូជំពាក់លុយអ្នក4សែនមិនព្រមសងបើដំណឹងនេះលេចជឿទៅក្រៅគ្មានអ្នកណាយកទំនិញឲ្យគាត់ដិតទៀតទេអតិថិជនក៏លែងហ៊ានរកស៊ីជាមួយគាត់ដែរដល់ពេលនោះគាត់នឹងមករកអ្នកឲ្យខ្លួនឯងមិនខានអ្នកចង់ឲ្យខ្ញុំធ្វើអ្វីខ្ញុំនឹងជួយចាត់ចែងរឿងនេះឲ្យអ្នកប៉ុន្តែខ្ញុំមានលក្ខខណ្ឌមួយមកធ្វើការនៅក្រុមហ៊ុនខ្ញុំផលិតដែកថែបយើងមានក្រុមរថយន្តដឹកជញ្ជូនផ្ទាល់ខ្លួនមានរថយន្តជាង20គ្រឿងខ្ញុំកំពុងខ្វះអ្នកចេះមើលការខុសត្រូវលើរថយន្តប្រធានគ្រប់គ្រងដែលអាចបញ្ជាអ្នកបើកបរបានខ្ញុំមិនដែលគ្រប់គ្រងមនុស្សទេសូម្បីតែដែកថែបប៉ុណ្ណឹងអ្នកនៅគ្រប់គ្រងបានរឿងគ្រប់គ្រងមនុស្សតើនឹងពិបាកពីរយន្តចុងឆ្នាំមានប្រាក់រង្វាន់ជូនចំណែកថ្លៃព្យាបាលជំងឺម្ដាយក្រុមហ៊ុនអាចបើកឲ្យមុនបានតែអ្នកជួយខ្ញុំគឺព្រោះតែចង់ឲ្យខ្ញុំធ្វើការឲ្យអ្នកត្រូវហើយខ្ញុំជាអ្នករកស៊ីមិនធ្វើអ្វីដែលខាតដាំឡើយព្រោះអ្នកមានតម្លៃប៉ុណ្ណឹងទើបខ្ញុំហ៊ាននិយាយបែបនេះរឿងរបស់ចាងជាងគូខ្ញុំនឹងដោះស្រាយឲ្យអ្នកតែអ្នកត្រូវមកធ្វើការឲ្យខ្ញុំរឿងពីរនេះចងជាប់គ្នាតើអ្នកយល់ព្រមទេដោះស្រាយរឿងរបស់ចាងជាងគូឲ្យចប់សិនចាំនិយាយបានទៅនាំអ្នកទៅកន្លែងមួយទៅណាទីផ្សារកាលពីមុនថ្ងៃនេះមានថៅកែមួយចំនួននៅទីនោះស័ក្តិសមបំផុតអនុប្រធានថ្ងៃនេះមិនបានទំនេរម្លេះផ្លូវត្រង់ជ្រុះជ្រៅនោះគឺជារូបគេហើយបងប្រុសអញ្ជើញអង្គុយចុះឮថាផ្លូវនោះក្រឡាប់ឡានច្រើនដងហើយរេនជាងគោគួរតែឲ្យលុយគាត់មិនតិចទេមែនទេ4សែនគ្រាន់តែជាការសន្យាដោយមាត់250ខ្ញុំដឹងហើយអាម្នាក់នេះវាជ្រើតបែបនេះឯងលើកមុនគាត់ជំពាក់លុយខ្ញុំ20000ដែរអូបន្លាយដល់ទៅ4ខែខ្ញុំនឹងនាំគ្នាមកទៅអង្គុយចាំនៅក្រុមហ៊ុនរបស់វាទៅតែឲ្យពាក់កណ្ដាលប៉ុណ្ណោះតើលោកជើគាត់ជំពាក់លុយឯងដែរឬទេជាង30000នឹងមិនគិតយកវិញទេមិនបានទេខ្ញុំត្រូវតែទៅសួរគាត់ឲ្យដឹងរឿងបងឡងមានការអីមានរឿងអីរកខ្ញុំមែនទេកុំនិយាយរឿងនឹងអីការដឹកជញ្ជូនទៅកាន់ជ្រលងភ្នំជ្រៅអ្នកឲ្យថ្លៃឈ្នួលគេប៉ុន្មានរឿងនោះកូនប្រុសខ្ញុំជាអ្នកចាត់ចែងខ្ញុំមិនសូវដឹងរឿងប៉ុន្មានទេទ
ពី40,000ចុះមកនៅត្រឹម250លោកមិនដឹងរឿងមែនទេបងឡងទំនិញនោះតម្លៃលើពី40,000ទៅទៀតពីដំបងឡើយគឺលោកទេដែលអង្វរឲ្យគេទៅដឹកឲ្យនិយាយមកបានចុះមិនខ្មាស់គេខ្លះទេអ្នកបាក់បោគេយកជីវិតទៅប្រថុយនៅលើផ្លូវនោះចុះអញហ៊ានប្រើគេបែបនេះទៅរួចចាំខ្ញុំរកវិធីផ្សេងទៀតយាយមែនទេក្នុងចិត្តគាត់ដឹងច្បាស់ថាគាត់ខុសបងប្រុសបើបងចង់ប្តឹងគាត់ខ្ញុំនឹងចេញមុខធ្វើជាសាក្សីឲ្យលុយដែលគាត់ជំពាក់ខ្ញុំលែងយកហើយតែរឿងនេះត្រូវតែទាយុទ្ធធម៌ឲ្យបានអរគុណមិនអីទេជារឿងតូចតែទេទៅចុះចាំមើលទៅចុះគាត់ទ្រាំបានមិនយូរទេបងប្រុសរឿងកាលពីមុនគឺខ្ញុំទេដែលខុសខ្ញុំសុំទោសអ្នកហើយមើលទៅតើអញ្ចេះបានទេខ្ញុំឲ្យអ្នក1សែនរឿងនេះចាប់ត្រឹមនឹងទៅ4សែន1សែន5 4សែន2សែនតម្លៃចុងក្រោយលើពីនេះខ្ញុំមិនអាចឲ្យបានទេ4សែនខ្វះ1សែនក៏ខ្ញុំមិនយកដែរកុំធ្វើខ្លួនឲ្យហួសហេតុពេកការងារនោះវាមានតម្លៃដល់4សែនមែនទេពេលអ្នកឲ្យខ្ញុំដិតទំនិញអ្នកជាអ្នកនិយាយថាវាមានតម្លៃប៉ុណ្ណឹងឥឡូវទំនិញដិតដល់ហើយបែរជាថាវាគ្មានតម្លៃទៅវិញបានតើអ្នកហ៊ានមកយកទេខ្ញុំនឹងឲ្យអ្នកមកយកគាត់ឲ្យឯងទៅយកកុំទៅគាត់កំពុងតែប្រញាប់តែវាមិនទាន់ដល់ពេលត្រូវតាំងរឿងលុយកាក់នៅឡើយទេឯងទៅក៏អត់ប្រយោជន៍ដែរខ្លាចតែទៅដល់ត្រូវគេឌីលឲ្យថែមទៀតមកដល់ហើយឬអង្គុយចុះលុយនៅទីនេះ4សែន1សេនក៏មិនខ្វះដែរចុះហាត់លេខាទៅយកលុយទៅកុំចាំមើលអីចុះហាត់លេខាទៅចុះរួចលុយនេះជារបស់ឯងហើយម្ដាយឯងមិនមែនកំពុងរងចាំលុយនេះទេឯងគ្រាន់តែចុះហាត់លេខាលើនេះរួចយកលុយដាក់ចេញទៅយកទៅបង់ថ្លៃមន្ទីរពេទ្យឲ្យគាត់ល្អប៉ុណ្ណាទៅអាមួយនេះខ្ញុំមិនចុះហាត់លេខាទេចុះទេបើមិនព្រមចុះហាត់លេខាតើឯងគិតយកលុយតាមណាអ្វីដែលខ្ញុំចង់បានគឺ40,000មិនមែនបង្ខំឲ្យខ្ញុំនិយាយកុហកថាខ្លួនឯងបង្កើតរឿងឲ្យច្បាស់ទៅលុយនេះបើខ្ញុំអាណិតឯងទើបគាត់ឲ្យបើឯងមិនព្រមចុះហាត់លេខាទេគុំសង្ឃឹមថានឹងបានប្រាក់សំបីតែមិនសេះហើយផ្លូវដែលខ្ញុំយកជីវិតទៅប្រថុយរត់នោះឯងបែរជាហៅថាអាណិតជីវិតឯងមានតម្លៃប៉ុន្មានទៅបានជាហ៊ាននិយាយបែបនេះបងប្រុសស្ដាប់ខ្ញុំនិយាយសិនគ្រាន់តែឯងចុះហាត់លេខាលើនេះយកលុយ40,000នោះទៅអ្នកណាក៏មិនចុះហាត់លេខាដែរបើឯងមិនព្រមចុះហាត់លេខាយើងនឹងនៅអូសបន្លាយពេលបែបនេះឯងអាចអូសបន្លាយបានទេចុះម៉ែឯងវិញគាត់អាចអូសបន្លាយបានដែរឬទេគិតឲ្យច្បាស់ទៅម៉ែឯងនៅដេកពេទ្យនោះខ្ញុំគិតច្បាស់ហើយមិនចុះហាត់លេខាទេឯងនិយាយម្ដងទៀតមើលមិនចុះហាត់លេខាទេកុំឲ្យមុខមិនយកមុខបើខ្ញុំនិយាយជាមួយឯងស្រួលបួលហើយឯងចង់រករឿងមែនទេឈិនលូម៉ែឯងនៅពេទ្យមែនទេជំពាក់គេច្រើនហើយមែនទេឯងនៅខាត់ពេទ្យជាមួយខ្ញុំមួយថ្ងៃនេះម៉ែឯងនៅពេទ្យក៏ត្រូវរងចាំបន្ថែមមួយថ្ងៃដែរឯងទ្រាំបានទេអ្នកឯងឲ្យខ្ញុំចុះហាត់លេខាលើក្រដាសនេះខ្មាស់គេទៅពេលអ្នកឯងឲ្យខ្ញុំដឹកទំនិញគឺនិយាយគ្នាតម្លៃ4សែនដល់ពេលដឹកដល់ទីតាំងអ្នកឯងបែរជាថាមិនដល់តម្លៃនឹងចុះហាត់លេខាលើរឿងដែលខ្លួនឯងមិនបានធ្វើលោករំឲ្យលុយលោកម្ចាស់ចាងបាននិយាយរឿងនេះចេញទៅតើអ្នកណាដែលនឹងអាម៉ាស់មុខជាងគេខ្ញុំសួរលោកជាលើកចុងក្រោយចុះហាត់លេខាឬមិនចុះបើអត់ចុះទេចេញទៅវិញទៅប៉ាយើងគ្រាន់តែដោះលែងវាឲ្យទៅវិញចឹងឬបើឯងឈានជើងចេញពីហ្វៀននេះទៅកុំមកសុំជំនួយពីខ្ញុំទៀតឲ្យសោះចាំមើលទៅចុះ